បងប្អូនមួយចំនួននៅពេលដែលខ្ញុំនិយាយដាស់តឿនរឿងបញ្ហាខូចកលៀនណាខ្ញុំនិយាយព្យាយាមនិយាយខ្ញុំនិយាយច្រើនវីដេអូហើយគាត់ឡងមកវិញថាគាត់គ្មានតែខ្វល់ទេបាទពេលដែលសារមិនទាន់ដល់បងប្អូនមិនទាន់ជួបផ្ទាល់រងហេតុនេះបានខ្ញុំព្យាយាមនិយាយរឿងហ្នឹងដោយសារខ្ញុំក៏ធ្លាប់ជាមនុស្សដែលចូលចិត្តហូបរបស់ផ្អែមគ្រឿងកំប៉ុងច្រើនបាទបើស្រាខ្ញុំអត់ហូបទេខ្ញុំអត់ចេះហូបទេបាទបើគ្រឿងកំប៉ុងគ្រឿងផ្អែមខ្ញុំចូលចិត្តហូបបាទប៉ុន្តែក្រោយពេលដែលខ្ញុំបានឃើញស្ថានភាពការខូចកលៀនដែលខ្ញុំបានមកមើលអ្នកខូចកលៀនប្រសងខូចកលៀនណាគឺខ្ញុំឃើញវិបត្តិធ្ងន់ធ្ងរណាស់វិបត្តិប្រជាជនខ្មែរយើងដែលប្រឈមមុខជាមួយនឹងការខូចកលៀនហើយជាក់ស្ដែងបច្ចុប្បន្នដល់ថ្ងៃនេះខ្ញុំត្រូវទទួលបានសារពីបងប្អូនខ្មែរដែលខូចកលៀននឹងច្រើនណាស់អ្នកខ្លះកំពុងតែចិត្តខូចអ្នកខ្លះកំពុងតែធ្វើຕົកអ្នកខ្លះខូចហើយអ្នកខ្លះកំពុងតែរោគទុកដោយសារការខូចកលៀនហ្នឹងឆាតរបស់ខ្ញុំច្រើនណាស់សូមឲ្យខ្ញុំជួយខ្ញុំមិនបានជួយទាំងអស់ទេអ្នកខ្លះទៅខ្ញុំជួយ$50អ្នកខ្លះជួយ$10,000អ្នកខ្លះជួយ$50,000អ្នកខ្លះខ្ញុំជួយ$100តែសួរថាខ្ញុំអាចជួយបានទាំងអស់ទេខ្ញុំមិនជួយបានទាំងអស់ទេអ្វីដែលខ្ញុំអាចជួយបាននោះគឺជួយចែករំលែកព័ត៌មានដែលខ្ញុំបានជួបផ្ទាល់នេះជួយចែករំលែកអ្វីដែលខ្ញុំបានដឹងនេះទៅកាន់បងប្អូនខ្មែរយើងឲ្យទប់ស្កាត់ទាំងអស់គ្នាមានតែការទប់ស្កាត់ទេតែយើងអាចជួយប្រជាជនខ្មែរយើងបានជួយជនរួមជាតិយើងបានខ្ញុំមិនអាចទៅបងប្អូនខូចហើយបងប្អូនឆាតមកខ្ញុំឲ្យខ្ញុំជួយបងប្អូនដោយជួយលុយថវិកាតិចតួច50-100ហ្នឹងវាអាចជួយបងប្អូនទាំងនេះអាចជាបានទេបើសិនបងប្អូននេះប្រឈមមុខជាមួយនឹងការខូចហើយគឺមិនងាយត្រឡប់ក្រោយទេគឺបងប្អូននឹងត្រូវចំណាយពេលលុយ$80,000ទៅ$10,000ឬក៏$5-6,000ដើម្បីព្យាបាលណាបាទអាចថា$7,000ចុះមកក្រោមការព្យាបាលបាទណាគាត់តែកញ្ចប់គេមកព្យាបាលហ្នឹងគឺ$4-5,000មកទៅហើយនៅការចាយវាផ្សេងទៀតបាទអញ្ចឹងបាទខ្ញុំប្រាប់បងប្អូនខ្មែរយើងដែលគាត់កំពុងតែងប់ងល់ជាមួយនឹងការបរិភោគគ្រឿងកំប៉ុងផ្អែមឆ្ងាញ់មួយថ្ងៃ3-4កំប៉ុងបងប្អូនដែលចូលចិត្តហូបគ្រឿងស្រវឹងមួយថ្ងៃមួយកេះមួយយួររាល់ថ្ងៃហូបកម្មវិធីអីឲ្យទៅមានពិធីហូបចុកគ្រឿងស្រវឹងគ្រឿងកំប៉ុងរាល់ថ្ងៃខ្ញុំប្រាប់ក្នុងន័យមួយដើម្បីទប់ស្កាត់ចូលរួមជួយខ្មែរខ្លួនឯងខ្ញុំជួយថវិកាទៅកាន់បងប្អូនខ្មែរកំពុងប្រឈមមុខហ្នឹងគឺវាជាផ្នែកតូចមួយទេដែលខ្ញុំអាចជួយបានប៉ុន្តែអ្វីដែលខ្ញុំចង់ជួយនោះគឺជួយទប់ស្កាត់រាល់បញ្ហាដែលវានឹងកើតឡើងចុះបើសិនបើខ្ញុំឃើញផ្ទាល់ខ្លួនខ្ញុំដឹងថាបញ្ហាខូចកលៀនជាបញ្ហាដែលវិបត្តិធ្ងន់ធ្ងរសម្រាប់ប្រជាជនខ្មែរយើងហេតុអីខ្មែរយើងមើលភេសជ្ជៈប្រមាណ100មុខរង្វាន់ដេញគ្នាអញ្ចឹងបងប្អូនខ្មែរយើងមួយចំនួនគាត់ចង់បានរង្វាន់ផងគាត់ហូបទៅគាត់ហូបទៅវាមានសារធាតុដែលហូបទៅធ្វើឲ្យមនុស្សហូបទៅញ៉ាំញៀនណារបស់ផ្អែមគ្រឿងកំប៉ុងវាមានសារធាតុដែលហូបទៅធ្វើឲ្យយើងនឹងចង់ហូបទៀតដេញតាមរង្វាន់ផងហូបរាល់ថ្ងៃ1ឆ្នាំ2ឆ្នាំ3ឆ្នាំអ្នកខ្លះ3 4 5ឆ្នាំក្រោយខូចបាត់រាល់បានយូរទេគ្រឿងស្រវឹងក៏ដូចគ្នាដែរផឹកយូរទៅជាតិអាល់កុលវាវាយប្រហារកលៀនយូរទៅវាខូចអញ្ចឹងណាអញ្ចឹងក្នុងនេះខ្ញុំជាអ្នកដែលបានឃើញខ្ញុំមានអារម្មណ៍ថាខ្ញុំត្រូវតែធ្វើរឿងមួយដើម្បីប្រជាជនខ្មែរខ្លួនឯងហើយបើខ្ញុំនិយាយប្រាប់បងប្អូនមិនជឿក៏មិនស្ដាប់អត់ទៅអានឹងតាមដំណើរធម្មជាតិរបស់បងប្អូននេះតាមយថាកម្មខ្ញុំអត់មានអីទេហើយរាល់ថ្ងៃនេះគឺខ្ញុំមានថវិកាតិចតួចខ្ញុំជួយបងប្អូនដែលកំពុងខូចស្រាប់ឆាតមកខ្ញុំនឹងច្រើនអ្នកណាអ្នកខ្លះបងអើយខ្ញុំចិត្តខូចហើយបងអើយខ្ញុំដំណាក់ការចុងក្រោយហើយបងអើយខ្ញុំខូចហើយបងអើយខ្ញុំកំពុងលាងឈាមច្រើនសារដែលឆាតមកខ្ញុំច្រើនណាស់បងប្អូនណាចឹងហើយបាទខ្ញុំត្រូវតែធ្វើវីដេអូដើម្បីបញ្ជាក់សូម្បីតែខ្ញុំនិយាយរឿងស្រារឿងគ្រឿងកំប៉ុងហ្នឹងក៏វាប៉ះពាល់ដល់ការរកស៊ីរបស់គេដែរប៉ុន្តែសួរថាខ្ញុំត្រូវខ្ញុំមិនអាចនិយាយបានទេព្រោះវាជារឿងមួយហើយខ្ញុំមិនហាមគាត់បងប្អូនមិនឲ្យផឹកគ្រឿងហ្នឹងទេប៉ុន្តែមានកម្រិតឧទាហរណ៍ថាគ្រឿងកំប៉ុងក្នុងមួយខែ2-3ដងទៅឬក៏មួយអាទិត្យម្ដងអីចឹងទៅបាទមួយកំប៉ុងអីចឹងទៅបើស្រាបងប្អូនចង់ផឹកក៏ផឹកទៅជារឿងរបស់បងប្អូនមួយអាទិត្យដល់កន្លះខែតិចតួចចឹងទៅហូបដើម្បីបាយឆ្ងាញ់តែអាហ្នឹងវាជារឿងរបស់បងប្អូនទេតែបងប្អូននេះហូបដូចរាល់ថ្ងៃបងប្អូនខ្មែរដូចរាល់ថ្ងៃនេះកន្លែងណាក៏ឲ្យតនេសៅអាទិត្យជុំគ្នាតនេពីការងារចប់ម៉ោងការងារហូបចុករាល់ថ្ងៃនេះបងប្អូនត្រូវចាំអ្វីដែលបងប្អូនខំធ្វើយ៉ាងណាក៏ដល់ជីកទីបំផុតលុយបងប្អូននេះខំធ្វើហ្នឹងវាមិនបានគ្រប់នឹងថ្លៃព្យាបាលបងប្អូនហងបាទខ្ញុំទទួលអានសារច្រើនណាស់ហើយបើខ្ញុំបញ្ចេញសារទៅវាមិនចំណេញអីដល់ខ្ញុំទេជាទឹកចិត្តជាខ្មែរម្នាក់ដែលចង់ដាស់តឿនប្រជាជនខ្មែរខ្លួនឯងឲ្យបានយល់ដឹងពីបញ្ហាហ្នឹងព្រោះខ្ញុំកំពុងតែស្ថិតនៅក្នុងការមើលថែបញ្ហាហ្នឹងហើយខ្ញុំកំពុងតែនៅជាមួយនឹងបញ្ហាហ្នឹងអញ្ចឹងខ្ញុំដឹងព័ត៌មានច្រើនខ្ញុំដឹងអំពីវិបត្តិនៃការអំពីបញ្ហាហ្នឹងច្រើនណាបញ្ហាកលៀនហ្នឹងច្រើនណាអញ្ចឹងហើយខ្ញុំចង់ចែករំលែកដើម្បីជាសារមួយដើម្បីទប់ស្កាត់
ហើយខ្ញុំខំតាពាក្យដែលខ្ញុំនិយាយនេះវាអាចជាផ្នែកមួយក្នុងការដាស់សតិបងប្អូនខ្មែរយើងចាប់ដើមទប់ស្កាត់ទាំងអស់គ្នាដើម្បីកុំឲ្យមានវិបត្តិអត់នឹងវាកើតឡើងគ្រួសារបងប្អូនទៅពេលបងប្អូនមានបញ្ហាហ្នឹងគ្រួសារបងប្អូនអស់នេះគឺនឹងពិបាកទាំងអស់គ្នាមិនតែបងប្អូនទេបងប្អូនឡើងក៏ពិបាកគ្រួសារក៏ពិបាកពួកអីជំងឺហ្នឹងមិនមែនជំងឺធម្មតាជំងឺអ្នកមានជំងឺត្រូវការលុយរាប់ម៉ឺនដុល្លារមិនមែន100 200 1000 2000ជាទេណាបាទហើយជាហើយក៏មិនបានរស់នៅដូចមនុស្សធម្មតាដែរត្រូវរស់នៅបែបជាលក្ខណៈមនុស្សដែលអត់បានបរិភោគអាហារឆ្ងាញ់ដូចមនុស្សទូទៅទេអញ្ចឹងហើយយើងត្រូវការប្រយ័ត្នប្រយែងដើម្បីកុំឲ្យមានវិបត្តិស្រីក្នុងជីវិតទាំងអស់គ្នាហើយបងប្អូនដែលបានឃើញវីដេអូនេះហើយបើសិនគាត់ថាវាមានប្រយោជន៍ចែកលេខទៅតែបើគាត់ថាអត់មានប្រយោជន៍ទេអូរំលងបាទអរគុណច្រើន